ថ្ងៃនេះចលនាមេដាធម្មជាតិនឹងលាតត្រដាងពីវិបត្តិមួយដែលកើតឡើងមកជាច្រើនឆ្នាំមកហើយវិបត្តិនេះមិនសូវមានអ្នកដឹងឮនោះទេបន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេលជាច្រើនខែយើងនឹងលាតត្រដាងពីវត្តមានទូកនេសាទវៀតណាមជាច្រើនសន្ធឹកសន្ធាប់កំពុងធ្វើសកម្មភាពនៅក្នុងដែនសមុទ្រកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់ធនធានកម្រក្នុងសមុទ្រនេះជាអ្វីដែលកំពុងតែកើតមានឡើងទូកទាំងនេះបានចូលមកក្នុងដែនទឹកកម្ពុជាមិនថាពីដែនទឹកវៀតណាមឬដែនទឹកអន្តរជាតិនោះទេបន្ទាប់ពីធ្វើសកម្មភាពនៅក្នុងដែនទឹកកម្ពុជារួចពួកគេក៏ត្រឡប់ទៅកំពង់ផែវៀតណាមវិញទិន្នន័យទាំងនេះយើងទទួលបានពីប្រព័ន្ធ AIS ដែលមានភ្ជាប់ជាមួយនឹងទូកនីមួយៗបានបង្ហាញឲ្យយើងដឹងពីទង់ជាតិទំហំប្រភេទនិងទីតាំងនៃកប៉ាល់យើងអាចស្វែងរកទិន្នន័យទាំងនេះតាមរយៈគេហទំព័រដូចជា Global Fishing Watch, Marine Traffic, Vessel Finder និង Starboard ជាដើមដែលបានបង្ហាញជាសាធារណៈតាមរយៈទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីអង្គការ Environmental Justice Foundation បានបង្ហាញថាសកម្មភាពទូកនេសាទវៀតណាមមានការកើនឡើងរហូតដល់ 1853% បើប្រៀបធៀបពីឆ្នាំ 2021 និងឆ្នាំ 2024 រាប់ចាប់ពីដើមឆ្នាំ 2021 រហូតដល់ចុងខែមិនិនាឆ្នាំ 2025 នេះទូកនេសាទវៀតណាមយ៉ាងហោចណាស់ចំនួន 1066 គ្រឿងបានចូលមកក្នុងដែនសមុទ្រកម្ពុជាយ៉ាងតិចម្ដងក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំនឹងប្រើប្រាស់សិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដើម្បីទាមទារដំណាភាពនិងចម្លើយពីស្ថាប័នពាក់ព័ន្ធតើការនេសាទនេះស្របច្បាប់ដែរឬទេប្រសិនបើស្របច្បាប់តើរដ្ឋទទួលបានចំណូលប៉ុន្មានតាមរយៈសួយសារពន្ធនិងចំណូលផ្សេងៗក្នុងមួយឆ្នាំប្រសិនបើមិនស្របច្បាប់តើរដ្ឋមានវិធានការបែបណាដើម្បីដោះស្រាយនិងទប់ស្កាត់នៅវិបត្តិមួយនេះសូមបញ្ជាក់ផងដែរថាស្ថាប័នពាក់ព័ន្ធមានដូចជានាយកដ្ឋានការពារព្រំដែនទឹកដែលដឹកនាំដោយលោកទូចពលៈរដ្ឋបាលជលផលដែលដឹកនាំដោយលោកពុំសុថានិងជាពិសេសនោះគឺគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រដែលដឹកនាំដោយលោកទាសីហាពួកយើងនឹងត្រឡប់មកនិយាយពីបញ្ហានេះម្ដងទៀតប្រសិនបើមិនមានដំណោះស្រាយណាមួយសមស្របនោះទេសូមអរគុណសម្រាប់ការទស្សនាសូមចូលរួមចែករំលែកនៅវីដេអូនេះដើម្បីការពារធនធានសមុទ្រដ៏មានតម្លៃរបស់យើងមើលសមុទ្ររុនធន់ក្នុងចិត្ត